ឆ្នាំងល្អណាស់ល្អណាស់ទៅឆ្នាំងត្រីគេបងបានខែនេះសបោត្រីទៅឆ្នាំងធំល្អទៀតណាបាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះបានត្រីឆ្លាំងខាងបងប្អូនយើងខាងឧត្តមមានជ័យហ្នឹងគាត់ខាងនេះសបោត្រីបងប្អូនត្រីស្រែយើងក៏ធូរថ្លៃដែរចឹងថ្ងៃនេះបានត្រីឆ្លាំងគឺយកមកស្ងោរបញ្ជូរខ្ទិះណាបញ្ជូរខ្ទិះគឺមានអីគឺហើយចាយើងថាវាមិនបានដូចគេក្បួនគេមិនទេខ្ញុំស្លនេះគឺរបៀបបាទខ្ញុំស្លរបៀបដែលយើងអាចថាគេថាស្លធម្មតាដែរចឹងមានត្រប់វែងត្រប់គេហៅត្រប់ដកគោហ្នឹងហើយកោគ្រឿងក៏ឲ្យដាក់ត្រីចូលហើយក៏ដាក់ត្រប់ដែរព្រោះយើងមិនដាក់ត្រប់ទៅជាមួយនឹងត្រីទេខ្លាចវារលួយត្រីចឹងដាក់មកជូរខ្ទិះបាទថ្ងៃនេះមកជូរខ្ទិះហើយអត់មានប្រើខ្ទិះដូងដែលយើងទិញនៅផ្សារដែលគេកោសគេអីឥឡូវទិញតែកំប៉ុងបាទទឹកខ្ទិះក្នុងកំប៉ុងក៏ដាក់ចូលក្នុងសម្លយើងជូរខ្ទិះហើយវាចង់ថាយើងមានស្លឹកញទៀតបងប្អូនដាក់ស្លឹកញចូលទៀតស្លឹកញនឹងបង្កើនរសជាតិដែរណាបងប្អូនហ្នឹងហើយបន្លែបាទដាក់មកឃើញមានសុផាន់ភាពសម្លយើងមានស្លឹកញមានត្រប់ដកគោហ្នឹងហើយត្រីឆ្លាំងបងហើយទឹកយើងគ្រឿងយើងបុកអីផ្សំគ្រឿងមានមានអំបិលចេងស្ករប្រហុកអីហ្នឹងយើងដាក់ចូលគ្នាតែឥឡូវសម្លយើងចាប់ដើមចានហើយបងប្អូនមកចូលរួមជាមួយខ្ញុំបាទទាំងអស់គ្នាស្លម្ជូរខ្ទិះត្រីឆ្លាំង